qua bạn rồi đây làm môi đây đây một tóc đây xong ba lần chụp về thùng phê cuma ơi kalau iPhone lo như thế nào នេះគឺជាសកម្មភាពមួយដែលល្អមែនទែនសម្រាប់លោកគ្រូអ្នកគ្រូនៅតាមបណ្ដាសាលាដែលកំពុងតែយកចិត្តទុកដាក់ដកហូតនៅទូរស័ព្ទពីសិស្សានុសិស្សដែលយើងឃើញហើយថាសម័យបច្ចុប្បន្ននេះក្មេងៗសិស្សានុសិស្សនឹងគឺកំពុងតែវក់នឹងទូរស័ព្ទមែនទែនអ្នកខ្លះមិនប្រឹងរៀនសូត្រទេគឺមើលតែទូរស័ព្ទចឹងទៅបាទឆាតតែនេះឆាតតែនោះមើលរឿងនេះមើលរឿងនោះអីចឹងទៅអ្នកខ្លះមើលតែអាសកម្មភាពមិនល្អដែលជាវីដេអូខ្លីៗអីចឹងទៅជាសកម្មភាពមិនល្អហើយយកទៅប្រព្រឹត្តនៅបទល្មើសផ្សេងៗទៅតាមវីដេអូជាក់ស្ដែងអញ្ចឹងទៅឥទ្ធិពលនៃការជះនៅលើបណ្ដាញសង្គម Facebook នេះគឺវាជាឥទ្ធិពលខ្លាំងណាស់ទាំងបណ្ដាញ TikTok Facebook YouTube នេះវាមានទាំងសកម្មភាពល្អនិងសកម្មភាពមិនល្អអញ្ចឹងបើសិនជាយុវជនរបស់យើងមើលវីដេអូតាម YouTube មើល TikTok មើល Facebook បើសិនជាពួកគាត់មើលវីដេអូដែលមានអត្ថប្រយោជន៍ដល់គាត់អានឹងមិនអីទេបើសិនជាគាត់មើលហើយទៅសកម្មភាពដូចជាក្មេងទំនើងបង្ហោះម៉ូតូកាបចាក់អីដើរអាវ៉ាសែអញ្ចឹងទៅគាត់យកទៅរៀនតាមបាទហើយយកទៅផុសទៅតាមបណ្ដាញសង្គមនោះធ្វើឲ្យពួកគាត់នឹងត្រូវបានរងដោយការសមត្ថកិច្ចចាប់បាទយកទៅអប់រំអ្នកខ្លះក៏អាចឈានទៅដល់ដាក់ពន្ធនាគារក៏មានដែរអញ្ចឹងបាទលោកគ្រូអ្នកគ្រូបានយកចិត្តទុកដាក់សម្រាប់ការដកហូតទូរស័ព្ទរបស់គាត់យកទៅទុកមួយឡែកសិននៅពេលដែលម៉ោងសិក្សាចាំផុតម៉ោងដែលគាត់ទៅផ្ទះហើយចាំហុចឲ្យគាត់នឹងក៏ជាសកម្មភាពមួយល្អដែលយើងត្រូវធ្វើជាពិសេសលោកគ្រូអ្នកគ្រូគួរតែបាទនៅពេលម៉ោងសិក្សាឆែកកាបូបឆែកកតាបពួកគាត់ឲ្យបានច្រើនមែនទែនជួនកាលគាត់អាចមានលាក់នៅអាវុធដូចជាកបិតដូចជាស្អីស្អីកូនកបិតស្រួចអីនៅក្នុងកាបូបរៀនរបស់ពួកគាត់ជាដើមអញ្ចឹងទៅឬក៏មានដេចកេះមានអីបាទសម្រាប់ជក់បរិយជក់អីចឹងទៅសិស្សានុសិស្សយើងបច្ចុប្បន្ននេះគឺមួយចំនួនហ្នឹងគឺកំពុងតែប្រព្រឹត្តខុសបាននេះខ្លះនឹងទៅផឹកទឹកកធំខ្លះទៅជក់បរិយបាទពាក់ទាំងឈុតសិក្សានុសិស្សទៀតផងអញ្ចឹងលោកគ្រូអ្នកគ្រូដែលនៅតាមបណ្ដាសាលាទូទាំងប្រទេសគួរតែពង្រឹងសកម្មភាពនេះក្រសួងបានចេញសេចក្តីប្រកាសឲ្យមិនឲ្យលេងទូរស័ព្ទអីចឹងទៅប៉ុន្តែការអនុវត្តជាក់ស្ដែងគឺលោកគ្រូអ្នកគ្រូដែលនៅជាមួយនឹងសាលាផ្ទាល់តែម្ដងបាទឆែកសិក្សានុសិស្សឲ្យបានជាប្រចាំចឹងទៅដើម្បីរកមើលថាតើអ្នកណាខ្លះប្រព្រឹត្តនៅសកម្មភាពមិនល្អមានលាក់នៅអាវុធអីផ្សេងៗមានកបិតមានអីឬក៏មានអីកេះអីជក់បរិយអីជាដើមចឹងទៅបាទសិស្សានុសិស្សយើងមួយចំនួនគឺមានប្រភេទនេះអញ្ចឹងយើងត្រូវតែចូលរួមដើម្បីកាត់បន្ថយនិងពង្រឹងឲ្យយុវជនរបស់យើងខិតខំប្រឹងរៀនសូត្របាទកុំឲ្យពួកគាត់ប្រព្រឹត្តនៅសកម្មភាពដែលល្មើសនឹងច្បាប់ជាបន្តទៀតបាទ